ប្របាយប្រប៉ុណ្ណាបងប្អូនមិនថ្លើមធំប្រប៉ុណ្ណឹងនិយាយទៅខ្ញុំសម្រាប់ចេញណាហើយថ្ងៃនេះឃើញគេល្បីថ្លើមប្របាយក៏នឹកឃើញចង់យកមកឆ្នៃធ្វើម្ហូបដែរអញ្ចឹងឥឡូវតោះយើងទៅឆ្នៃម្ហូបទាំងអស់គ្នាដំបូងគឺខ្ញុំជាដោយប្រមាត់វានេះខៀវចេញសិនអញ្ចឹងដើម្បីកុំឲ្យវាល្វីងអញ្ចឹងណាហើយប្របាយនេះរៀងមានក្លិនដែរអញ្ចឹងយើងត្រាំជាមួយនឹងសូដាជាមួយនឹងក្រូចឆ្មាប្រហែលជា5នាទីទៅបន្ទាប់មកយើងយកមកលាងទឹកចេញឲ្យស្អាតណាបងប្អូនហើយបងប្អូនឃើញខៀវនៅជាប់ប្របាយជាប់អីហ្នឹងគឺយើងជាចេញឲ្យស្អាតមកតង់ទៀតមកឥឡូវយើងលាងប្របាយលាងអីយើងស្អាតហើយយើងមករៀបចំគ្រឿងដើម្បីយកទៅចំហុយយើងប្រើជាមួយនឹងខ្ទឹមសបងប្អូនដាក់ខ្ទឹមសរៀងច្រើនតិចមកណាព្រោះដោយសារតែខ្ញុំក៏បានសួរអ្នកលក់ខ្លះដែរព្រោះដោយសារតែយើងអត់ធ្លាប់ធ្វើអានេះពីមុនមកទេហើយខ្ទឹមគឺខ្ញុំច្រាមមានម៉ត់តិចដើម្បីយើងងាយស្រួលញ៉ាំជាមួយនំប៉័ងជាមួយថ្លាមប្របាយរបស់យើងបងប្អូនហើយបន្ទាប់មកខ្ញុំប្រឡាក់ជាមួយនឹងម្សៅស៊ុបហើយនឹងម្រេចរៀងច្រើនតិចទៅម្សៅស៊ុបយើងលៃមើលតាមថ្លាមប្របាយរបស់យើងតិចច្រើនអញ្ចឹងណាបងប្អូនឲ្យវាជាតិអញ្ចឹងទៅបន្ទាប់មកយើងចាក់ថ្លាមប្របាយរបស់យើងមកប្រឡាក់ចូលគ្រឿងដើម្បីឲ្យវាចូលជាតិសព្វអស់ហើយចាំយើងដាក់ចូលទៅក្នុងឆ្នាំងចំហុយហើយឆ្នាំងចំហុយខ្ញុំថ្ងៃនេះរៀងទូចតិចបងប្អូនហើយដោយសារតែគ្រឿងខ្ញុំច្រើនហើយខ្ញុំក៏បន្ថែមជាមួយនឹងម្ទេសចូលទៀតទៅដើម្បីវាកាន់តែឈ្ងុយហើយកាត់ក្លិនបន្ថែមទៀតហើយថ្លាមប្របាយនេះគឺគេចំហុយរៀងយូរដែរបងប្អូនអាចចូល1ម៉ោងទៅ1ម៉ោងជាងអញ្ចឹងណាម្លងពេលដែលកំពុងចាំថ្លាមប្របាយយើងចំហុយឆ្អិនគឺយើងមកបើកជាមួយនឹងកាដូដែលខ្ញុំបានពីខាងហាងម៉ូណេដែលជាប្រភេទនំសែនលោកខែបងប្អូននិយាយទៅថ្មីបើកចដល់ថ្ងៃសែននំលោកខែទៀតហើយណាជារាល់ឆ្នាំគឺខ្ញុំតែងតែបាននំសែនលោកខែពីខាងហាងនំម៉ូណេហ្មងនិយាយទៅគឺគាត់ឲ្យខ្ញុំរាល់ឆ្នាំហើយខ្ញុំធ្លាប់ញ៉ាំហើយបងប្អូនអត់សូវផ្អែមហើយឆ្នាំនេះគាត់ប្រាប់ខ្ញុំថាគាត់រៀងបន្ថយផ្អែមជាងមុនទៀតណាហើយគាត់មានពីប្រភេទដូចបងប្អូនឃើញអញ្ចឹងមានប្រអប់4នំហើយនិងប្រអប់6នំហើយប្រអប់ packaging គាត់គឺស្អាតមែនតើអញ្ចឹងឥឡូវយើងទៅ review នំប្រភេទមួយទាំងអស់គ្នាថាមាន snow គេខ្លះអញ្ចឹងណាអញ្ចឹង snow ខ្ញុំកំពុងហែកនេះគឺជា snow ដូងបងប្អូនហើយគេមានពងទាប្រៃនៅកណ្ដាលនឹងគ្រប់ snow នំទាំងអស់ហើយពងទាប្រៃពីរបស់គាត់គឺអត់សូវប្រៃខ្លាំងហើយ snow បន្តមកទៀតនេះគឺជា snow ងើយីងបងប្អូន snow ងើយីងបងប្អូននឹងស្គាល់ជា snow signature សម្រាប់សែននំលោកខែហ្នឹងហ្មងហើយគេក៏មានជាមួយនឹងអានេះស្បែកក្រហមបងប្អូនស្បែកក្រហមនិយាយទៅគឺដូចខ្ញុំបញ្ជាក់ប្រាប់អញ្ចឹងគឺ snow ហាងនំគាត់គឺគាត់ធ្វើអត់សូវផ្អែមទេហើយបន្តមកទៀតគាត់ក៏មានជាមួយនឹងល្ងខ្មៅនេះអាហ្នឹងខ្ញុំចូលចិត្តជាងគេហ្មងនិយាយទៅគឺវាឈ្ងុយទន់ល្មួតចូលគ្នាជាមួយនឹងសាច់នំហ្មងបងប្អូនហើយបន្តមកទៀតនេះគឺគាត់បានបន្ថែមជាមួយនឹង snow ផ្សេងទៀតដែរដូចជាគាត់ដាក់នៅពីខាងក្រោយអញ្ចឹងនេះគឺជា snow train និយាយទៅ snow train គេគឺបើកហែកមកគឺក្លិនឈ្ងុយ train មកបងប្អូនហើយដូចខ្ញុំបញ្ជាក់ដែរអញ្ចឹងគឺអត់សូវផ្អែមទេហើយគាត់ក៏បានបន្ថែមជាមួយនឹង snow ផ្សេងទៀតដូច matcha ក៏មានដែរនិយាយទៅគឺគេ on trend មែនតើបងប្អូនហើយបើសិនជាបងប្អូនចង់បាន snow គ្រប់រសជាតិបងប្អូនអាចយកប្រអប់ធំទៅ6នំហ្នឹងតែបើសិនជាបងប្អូនចង់បានតែ4នំទេបងប្អូនអាចឆាតចូលទៅ page ដែលខ្ញុំដាក់ហ្នឹងទៅសួរគេថាគេអាច customize snow រសជាតិបានអត់ចឹងណាឥឡូវថ្លើមប្របាយរបស់ខ្ញុំឆ្អិនហើយខ្ញុំក៏មកឆ្នៃជាមួយនឹងនំប៉័ងញ៉ាំមួយថ្លើមប្របាយអានេះគឺខ្ញុំធ្វើស្តៀងដូចថ្លើមកងានចឹងណាបងប្អូនប៉ុន្តែថ្លើមកងានគឺយើងរៀងថ្លៃបងប្អូននេះរៀងធូរជាងដែរខ្ញុំប្រើជាមួយនឹង parsley បងប្អូន parsley ខ្ញុំទិញនៅផ្សារទំនើបខ្ញុំដឹងថានៅផ្សារមានអត់ចឹងណាបងប្អូនហើយបន្ទាប់មកខ្ញុំប្រើជាមួយនឹងខ្ទឹមដែលខ្ញុំយកទៅដុតនៅក្នុង air fry ប្រហែលជា5 ដល់ 10នាទីបងប្អូនហើយបន្ទាប់មកខ្ញុំបេះយកទៅសាច់ទេបន្ទាប់មកខ្ញុំយកមកវាមកលាយជាមួយនឹង ជី parsley ហ្នឹងទៅដោយសារតែវារៀងស្ងួតចឹងខ្ញុំបន្ថែមជាមួយនឹងប្រេងតិចបើសិនជាបងប្អូនមានប៊ឺក៏វាកាន់តែឈ្ងុយដែរប៉ុន្តែវាអាចនឹងរៀងតលាន់ព្រោះដោយសារតែថ្លើមប្របាយរបស់យើងរៀងតលាន់ហើយដើម្បីវាទៅជាលបាយប៉ែកស្រួលយើងបៀកលាបជាមួយនឹងនំប៉័ងអញ្ចឹងបន្ទាប់មកបៀកពីលើនំប៉័ងរបស់យើងឲ្យសព្វអញ្ចឹងបងប្អូនហើយខ្ញុំយកទៅដាក់ដុតទៅក្នុង air fry ប្រហែលតែ1នាទីបងប្អូនគឺស្រួយឆ្ងាញ់ហើយនំប៉័ងឈ្ងុយមែនតើសិនជាបងប្អូនអត់ចង់ញ៉ាំមួយថ្លើមប្របាយបងប្អូនក៏អាចឆ្នៃនំប៉័ងហ្នឹងញ៉ាំជាមួយនឹងលេងក៏បានជា snack អីក៏បានដែរប៉ុន្តែបងប្អូនត្រូវបន្ថែមគ្រឿងណាព្រោះនេះខ្ញុំធ្វើសាបទេព្រោះដោយសារតែយើងត្រូវញ៉ាំជាមួយនឹងថ្លើមប្របាយឥឡូវថ្លើមប្របាយរបស់យើងឆ្អិនហើយយើងមកសាក់ញ៉ាំជាមួយនឹងនំប៉័ងទាំងអស់គ្នាបងប្អូននិយាយទៅឈ្ងុយមែនតើបងប្អូនហើយឈ្ងុយក្លិនម្រេចហ្មងយើងដាក់ម្រេចកាន់តែច្រើនគឺកាន់តែកាត់ក្លិនហើយកាន់តែឆ្ងាញ់អញ្ចឹងណាអញ្ចឹងអានេះវារៀងហឹរតិចសម្រាប់បងប្អូនដែលអត់សូវចេះញ៉ាំហឹរអញ្ចឹងរៀងពិបាកញ៉ាំដែរព្រោះដោយសារតែបើសិនជាដាក់ហឹរទេវាអាចនឹងរៀងឆ្អាបអញ្ចឹងហើយបងប្អូនប្រយ័ត្នលាកមាត់ណាព្រោះដោយសារតែខ្ញុំលាកមាត់ហើយដោយសារតែវារៀងវាក្តៅបងប្អូនហើយវាទៅចេញមកពីចំហុយវាងុំហ្មងប៉ុន្តែរសជាតិមែនគឺឈ្ងុយហើយឆ្ងាញ់ហើយយើងធ្វើបានត្រឹមត្រូវបានល្អអញ្ចឹងទៅវាកាត់ក្លិនកាត់អីអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនឃើញតំណងអាចសាកល្បងធ្វើញ៉ាំបានហើយចាំជួយ comment ប្រាប់ខ្ញុំវិញផងថារសជាតិមិនតែអ្វីសំខាន់នេះគឺយើងបៀកអញ្ចឹងមកហើយបងកុំភ្លេចដូចខ្ញុំបញ្ជាក់អញ្ចឹងផ្លុំវារៀងត្រជាក់តិចមកព្រោះដោយសារតែនេះវាងុំក្តៅហ្មងអញ្ចឹងសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូហ្នឹងហើយបើសិនជាឃើញតំណងឬមួយក៏អីកុំភ្លេចសាកល្បងធ្វើញ៉ាំមកជួយ comment ប្រាប់ខ្ញុំផងថារសជាតិមិនដែរអញ្ចឹងណាថាបើសិនជាបងប្អូនមានរបៀបឆ្នៃបែបមិនផ្សេងទៀតឲ្យកាន់តែតំណងជាងនឹងឬមួយក៏អីក៏អាចចែកម្លែកបាននៅក្នុងវីដេអូហ្នឹងដែរខ្ញុំនឹងសាកល្បងធ្វើទៀតអញ្ចឹងណាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេជំរាបលាបងប្អូនតគ្នាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត